តោះថ្ងៃនេះខ្ញុំមកស្លបហាឥឡូវអ្នកអត់ទាន់ជិះស្លបហាមកស្លមកខ្ញុំទាំងអស់គ្នាហើយស្លបហារបស់ខ្ញុំនេះមានបន្លែរៀងច្រើនមុខដែរអញ្ចឹងណាសម្រាប់ស្លនេះបើបងប្អូនចង់បន្ថែមអីទៀតបន្ថែមបានអញ្ចឹងសម្រាប់គ្រួសាររបស់ខ្ញុំចូលចិត្តបន្លែយើងដាក់នឹងអញ្ចឹងណាហើយខ្ញុំមានបន្ថែមជាមួយផ្សិតច្បើងនេះមានមួយល្មមដែរអញ្ចឹងណាដោយសារខ្ញុំស្លតិចដែរអញ្ចឹងខ្ញុំដាក់តែមួយល្មមទេហើយបកាខ្ញុំមានតិចដែរអញ្ចឹងណាបកាមាននៅក្នុងទូអញ្ចឹងខ្ញុំអត់ហត់ទិញទេខ្ញុំបន្ថែមបកា 4-5 គ្រាប់ទៅរួចជាការស្រេចហើយបើសាច់វិញខ្ញុំយកត្រីខ្ញុំអត់មានដាក់ត្រីស្រស់ទេខ្ញុំយកត្រីឆ្អើរដោយសារត្រីឆ្អើរវាស្លទៅអត់ឆ្អាបឥឡូវយើងមកហាន់បន្លែដែលបានលាងទុកមុននឹងបន្តិចមកល្ពៅខ្ញុំហាន់ជាកង់រៀងមួយល្មមដែរអញ្ចឹងណាហើយល្ពៅនេះខ្ញុំយករៀងតូចដែរទេដោយសារខ្ញុំស្លរៀងតិចដែរអញ្ចឹងណាអញ្ចឹងយើងដាក់បន្លែមួយល្មមមកចំណែកក្តឹបឥឡូវវិញខ្ញុំយក2-3អញ្ចឹងដោយសារវាទូចទេឃើញអញ្ចឹងមែនប៉ុន្តែទូចទេវាអត់ធំណាអញ្ចឹងក្តឹបឥឡូវខ្ញុំចិតរៀងក្រាស់បន្តិចមកបន្លែនេះវាផុយលឿនអញ្ចឹងយើងចិតរៀងក្រាស់មកសម្រាប់អានងខ្ញុំចិតរៀងក្រាស់ដូចគ្នាដោយសារតែនិយាយទៅវាងាយផុយអញ្ចឹងយើងចិតឲ្យរៀងធំតិចមកហើយបន្ទាប់មកទៀតយើងមកចិតស្នៀតពោតនេះខ្ញុំចិតជា3កង់ដោយសារវារៀងវែងដែរអញ្ចឹងណាអញ្ចឹងយើងចិតវាខ្លីតិចមកហើយជាចុងក្រោយយើងហាន់មកអមទៅរួចជាការស្រេចហើយនិយាយទៅស្លបហាបើគ្រឿងក្រៅរៀបចំហើយយើងស្លលឿនមែនតែនហ្មងឥឡូវយើងមកចាប់ដើមស្លខ្ញុំដាំទឹកពុះយើងដាក់ជាមួយគល់ស្លឹកគ្រៃមួយគល់មកហើយបន្ទាប់មកទៀតបន្លែរឹងយើងដាក់មុនគេដូចជាល្ពៅខ្ញុំគ្របទុកចោលមកសន្ទុះឲ្យវាផុយបន្ទាប់មកទៀតខ្ញុំមកបន្ថែមជាមួយស្នៀតពោតវារៀងរឹងដែរអញ្ចឹងណាហើយយើងមកបង់ត្រីទៅដាក់ឲ្យវាចេញជាតិល្អហើយសម្រាប់គ្រឿងក្រៅខ្ញុំបន្ថែមទឹកត្រីស្ករប៊ីចេងតិចអញ្ចឹងណាប៉ុន្តែទឹកត្រីខ្ញុំដាក់រៀងច្រើនបន្តិចដោយសារទឹកត្រីខ្ញុំអត់និយាយទៅខ្ញុំដាក់អត់ប្រើប្រហុកអញ្ចឹងដាក់រៀងច្រើនតិចអញ្ចឹងណាបើបងប្អូនប្រើប្រហុកអីអាហ្នឹងយើងលៃលោកតាមហ្នឹងខ្លាចប្រៃពេកហើយបន្ទាប់មកយើងបន្ថែមបន្លែដែលតុនចូលតាមក្រោយគ្នាបន្តិចមកសម្រាប់បងប្អូនដែលចូលចិត្តស្លរបៀបថាដាក់ប្រហុកដាក់អីអាហ្នឹងខ្ញុំមិនដឹងទេប៉ុន្តែស្លទឹកត្រីនេះគឺមានជាតិឆ្ងាញ់មែនតើហ្មងហើយឥឡូវចុងក្រោយយើងបន្ថែមបន្លែដែលបានដាក់រៀបរាប់មុននឹងតិចចូលអស់មកបន្ទាប់មកទៀតយើងកូរឲ្យគ្រាប់វាទុកមកនិយាយទៅដូចខ្ញុំនិយាយចឹងបងប្អូនទាំងអស់គ្នាស្លប្រហើយើងរៀបគ្រឿងហើយវាអត់យូរទេស្លតាមផ្លែតបានញ៉ាំហើយខ្ញុំបន្ថែមជាមួយម្ទេស 4-5 គ្រាប់មកយើងគ្របទុកមកអំពុះទៅបន្ទាប់ពីទុកមកអំពុះហើយយើងបង់តែម្អមជាចុងក្រោយមករួចជាការស្រេចហើយសម្រាប់មុខម្ហូបមួយមុខនេះវិញគ្រួសាររបស់ខ្ញុំចូលចិត្តមែនតើស្លនិយាយទៅអត់សូវចូលចិត្តដាក់ប្រហុកទេចូលចិត្តតែទឹកត្រីដោយសារទឹកវារាងថ្លាល្អអញ្ចឹងណាហើយវាអត់សូវធំក្លិនឥឡូវខ្ញុំចាប់ផ្ដើមកូរបន្តិចមកហើយបន្ទាប់មកទៀតយើងបង់ម្អមជាចុងក្រោយមកហើយជាការស្រេចបានស្លមួយចានដ៏ឆ្ងាញ់ហើយមានវីតាមីនច្រើនមុខមែនតើហ្មងហើយចំណាយលុយក៏អស់តិចដែរខ្ញុំទិញទាំងអស់ហ្នឹងដូចជា10000ជាងទេបាននិយាយទៅ2ពេលណា